ខ្មោចចូលចិត្តបន្លំធ្វើជាសំឡេងមនុស្សដែលយើងធ្លាប់ស្គាល់ថ្ងៃនេះខ្ញុំមានរឿងមួយចង់លើកមកនិយាយប្រាប់អ្នកទាំងអស់គ្នាដែលរឿងនេះដែរជារឿងពិតដែលរូបខ្ញុំផ្ទាល់បានជួបតាមដែលខ្ញុំចាំបាននៅអំឡុងឆ្នាំប្រហែល2006 2007ខ្ញុំមានអាយុប្រហែលជា10-11ឆ្នាំដោយនៅក្នុងភូមិរបស់ខ្ញុំនៅពេលយប់ឡើងក្មេងៗដែលមានវ័យប្រហែលជាអាយុ5 ទៅ 6 ឆ្នាំឡើងទៅភាគច្រើនគេលេងល្បែងនៅពេលយប់ដូចជាលេងបិទពួនលេងដេញចាប់និងលេងល្បែងប្រជាប្រិយផ្សេងហើយកាលនោះដែរនៅក្នុងភូមិរបស់ខ្ញុំគេពេញនិយមដាក់អំពូចាប់ចង្រិតក៏ដូចជាចាប់សត្វកណ្ដូបសត្វវ័យផ្សេងទៀតយប់មួយបងស្រីរបស់ខ្ញុំហើយនិងឪពុករបស់ខ្ញុំគាត់បានទៅដាក់អំពូដើម្បីចាប់ចង្រិតនោះនៅឯវាលស្រែចំណែកខ្ញុំហើយនិងប្អូនរបស់ខ្ញុំក៏បាននាំគ្នាលេងល្បែងប្រជាប្រិយផ្សេងជាមួយក្មេងៗដែលនៅក្នុងភូមិទៅតាមទម្លាប់ដែលពួកយើងលេងជារៀងរាល់ថ្ងៃពេលនោះដែរពួកយើងក៏បាននាំគ្នាលេងបិទពួននៅពេលដែលលេងបិទពួននោះខ្ញុំក៏ជាអ្នកចាំទីហើយខ្ញុំក៏បានដើររកមិត្តភ័ក្តិនិងប្អូនដែលគាត់បានរត់ពួនតែនៅពេលដែលខ្ញុំដើររកខ្ញុំបានឃើញតែមិត្តភ័ក្តិអ្នកដែលនៅក្នុងភូមិខ្ញុំក៏បានបាត់ប្អូនស្រីខ្ញុំម្នាក់ដែលខ្ញុំដើររកគាត់មិនឃើញសោះពេលនោះក្មេងៗដែលបានលេងជាមួយខ្ញុំក៏បានជួយខ្ញុំដើររកប្អូនស្រែកតាមក្រោយផ្ទះតាមព្រៃតាមរបងនៅចិត្តនោះតែពួកយើងនៅតែមិនអាចរកប្អូនរបស់ខ្ញុំឃើញហើយដោយហេតុថាខ្ញុំជាអ្នកបបួលប្អូនទៅលេងនៅពេលដែលបាត់ប្អូនខ្ញុំក៏មិនហ៊ានត្រឡប់មកផ្ទះដើម្បីប្រាប់ម៉ែថាខ្ញុំបានបាត់ប្អូនដែរខ្ញុំហើយនឹងមិត្តភ័ក្តិរបស់ខ្ញុំនៅតែព្យាយាមដើររកប្អូនខ្ញុំដោយស្រែកហៅដែលប្អូនរបស់ខ្ញុំមានឈ្មោះថាណាច់ពួកខ្ញុំក៏បានស្រែកហៅថាណាច់អូនឯងនៅណាណាច់ពេលនោះស្រាប់តែពួកខ្ញុំកំពុងតែស្រែកហៅស្រាប់តែមានសំឡេងឆ្លើយថាចាស់ខ្ញុំនៅនេះពួកខ្ញុំនៅតែស្រែកនិងខំដើរតាមសំឡេងដែលប្អូនខ្ញុំបានឆ្លើយនៅពេលនោះនៅតែឮសំឡេងគាត់ឆ្លើយថាចាខ្ញុំនៅនេះខ្ញុំនៅនេះពួកខ្ញុំក៏ព្យាយាមដើរតាមសំឡេងនោះពួកយើងទាំងអស់គ្នានៅតែព្យាយាមដើរតាមសំឡេងនោះដើររហូតតាមផ្លូវចេញទៅវាលស្រែចំណែកសំឡេងដែលពួកយើងបានឮនោះក៏នៅតែបន្លឺឡើងដដែលនៅតែស្រែកហៅថាចាខ្ញុំនៅនេះចាឯងដើរមកចាខ្ញុំនៅនេះចាឯងដើរមកដូច្នេះហើយទើបធ្វើឲ្យពួកយើងនៅតែបន្តដើរតាមសំឡេងនោះម្យ៉ាងវិញទៀតដោយសារពួកយើងជិះក្មេងៗហើយពេលនោះពួកយើងក៏មិនសូវជិះខ្លាចរឿងខ្មោចព្រាយអីដែរព្រោះដោយសារពួកយើងរស់នៅទីជនបទហើយជាពិសេសទៀតសម្រាប់រឿងខ្មោចរឿងអីដោយសារពួកយើងមិនដែលបានជួបទើបធ្វើឲ្យពួកយើងនៅតែគិតថាសំឡេងដែលពួកយើងបានឮនោះគឺជាសំឡេងប្អូនរបស់ខ្ញុំមួយវិញទៀតដោយសារពួកយើងគិតថាប្រហែលជាប្អូនរបស់ខ្ញុំគាត់បានមកតាមឪពុកហើយនិងបងស្រីរបស់ខ្ញុំដែលគាត់បានមកដាក់អំពូចាប់ចង្រិតនៅឯវាលស្រែនៅពេលដែលយើងដើរនោះសំឡេងនោះក៏បាននាំយើងមកដល់មុខព្រះវិហារមួយដោយសារផ្ទះរបស់ពួកយើងគឺនៅក្បែរវត្តហើយកន្លែងមុខវត្តដែលយើងបានដើរទៅដល់នោះពួកយើងធ្លាប់តែឮចាស់គាត់បាននិយាយប្រាប់ជារឿយមកថានៅមុខវត្តនេះពីមុនមកគឺមានទីបច្ឆាប៉ុន្តែពួកយើងក្មេងៗពួកយើងមិនដែលឃើញបច្ឆាទេព្រោះដោយសារពេលដែលយើងធំឡើងទីកន្លែងនេះគេក៏បានឈូសឆាយធ្វើជាផ្លូវនិងមានជិះស្រះទឹកបាត់ទៅហើយចាស់ផ្សេងទៀតគាត់ក៏បាននិយាយថាការពីដើមពីសង្គមមកនៅតាមផ្លូវនេះគឺសម្បូរខ្មោចខ្លាំងមែនទែនព្រោះដោយសារនៅសងខាងផ្លូវគឺសម្បូរទៅដោយដើមអំពិលហើយនៅពេលដែលគាត់និយាយប្រាប់ពួកយើងបែបនេះក៏គាត់បាននិយាយថាឥឡូវវាសាបរលាបហើយវាលែងមានខ្មោចលែងមានអីដូចមុនទៅហើយ
ហើយទាំងអស់នេះក៏ជាចំណែកមួយដែលធ្វើឲ្យខ្ញុំហើយនឹងភ័ក្រក៏មិនបានខ្លាចខ្មោចនៅពេលដែលពួកយើងដើរទៅក៏បានទៅដល់ទីតាំងដែលឪពុករបស់ខ្ញុំហើយនឹងបងគាត់បានទៅដាក់អំពូលចាប់ចង្រិតនៅទីនោះនៅពេលដែលពួកយើងទៅដល់ពួកយើងក៏បានសួរពួកគាត់ថាពុកមានឃើញនិចឬក៏អត់ពុកក៏បាននិយាយថាអត់បានឃើញទេប្អូនអត់បានមកជាមួយគាត់ទេបន្ទាប់ពីបានឮពុកនិយាយបែបនេះហើយពួកខ្ញុំក៏គិតថាចុះសំឡេងដែលបានឆ្លើយហើយឲ្យពួកខ្ញុំដើរមកតាមគាត់ជាសំឡេងរបស់អ្នកណាហើយសំឡេងដែលពួកខ្ញុំបានឮនោះក៏មិនមែនមានតែខ្ញុំម្នាក់ដែលបានឮដែរគឺអ្នកដែលបានដើរមកគឺបានឮទាំងអស់គ្នាពេលនោះដែរពុកក៏បានឲ្យបងស្រីជូនពួកខ្ញុំត្រឡប់មកផ្ទះវិញនៅពេលដែលពួកខ្ញុំត្រឡប់មកផ្ទះវិញពេលដែលមកដល់ផ្ទះខ្ញុំស្រាប់តែខ្ញុំបានឃើញប្អូនរបស់ខ្ញុំដែលមានឈ្មោះថានិចគាត់បានដេកលក់ទៅហើយពេលនោះពួកខ្ញុំទាំងអស់គ្នាក៏នាំគ្នាសម្លឹងមើលមុខគ្នាយ៉ាងភ័យខ្លាចហើយពួកខ្ញុំក៏គិតថាតាមពិតសំឡេងដែលពួកយើងបានឮនិងពួកយើងបានដើរតាមនោះជាសំឡេងរបស់ខ្មោចចាប់ពីពេលនោះមកពួកយើងក៏លែងឈប់លេងល្បែងប្រជាប្រិយវ័យផ្សេងនៅពេលយប់ទៀតសម្រាប់រឿងនេះដែរខ្ញុំគ្រាន់តែចង់ចែករំលែកទៅអ្នកទាំងអស់គ្នាថាខ្មោចនៅពេលដែលលងមនុស្សគេតែងតែបន្លំធ្វើជាសំឡេងមនុស្សដែលយើងបានស្គាល់ក៏ដូចជាមនុស្សដែលយើងស្និទ្ធស្នាលនេះបើតាមតែខ្ញុំបានឮពីចាស់ដែលគាត់និយាយដំណើរប្រាប់តមកវាគ្រាន់តែជារឿងអបិយជំនឿមួយតែប៉ុណ្ណោះ